មកលេងវៀតណាមនេះបានមកដល់ដាណាងដែលជាទីក្រុងជាប់មាត់សមុទ្រដ៏ស្រស់ស្អាតហើយក៏មានកន្លែងដ៏ទាក់ទាញមួយដែលគេស្គាល់ថាជាស្ពានបាត់ដៃនៅលើភ្នំបាណាហ៊ីលនៅនឹងពិតជាមានទេសភាពស្អាតមែនខ្ញុំបានមកលេងនឹងហើយក៏បានស្នាក់នៅនឹងមួយយប់ដែរស្នាក់នៅនឹងពោះចង់ដើរលេងអស់ចិត្តអស់ចង់តោះឥឡូវយើងទៅមើលទាំងអស់គ្នាថានៅនឹងស្អាតប៉ុណ្ណាហើយមានអីលេងខ្លះបានគេល្បីមែនមកដល់ដាណាងភ្លាមគឺខ្ញុំតម្រង់ទៅបាណាហ៊ីលតែម្ដងព្រោះត្រូវគេងនៅនឹងមួយយប់អូតែគេមាន reception នៅក្រោមជើងភ្នំដែលត្រូវយើងជា instant ហើយបានយើងជិះកត្រកខ្សែកាបឡើងទៅលើភ្នំហើយកត្រកនេះមិនមែនជិះ free ទេអ្នកនរគ្នាគឺគេបូកជាមួយថ្លៃសបុតចូលបាណាហ៊ីលកត្រកខ្សែកាបគេខ្ពស់ហើយវែងមែនទែនជិះឡើងជាង10នាទីមើលនៅក្រៅស្រាវដែរហ្នឹងងាកចុះងាកឡើងបែរក្រោយថតរូបទៀតឥឡូវវិលបដ ாய் ទឹកមុខនេះគឺកំពុងតែធីងធងបាទមកដល់ខាងលើយើងជួប reception គេម្ដងទៀតហើយគេបង្ហាញព័ត៌មានទូទៅនៅក្នុង resort ហើយនឹងជូនយើងទៅបន្ទប់ឥឡូវខ្ញុំមករួមទូនអ្នកគ្នាបានមើលថាបន្ទប់នៅក្នុងអគារបែបសម័យបារាំងនៅលើបាណាហ៊ីលហ្នឹងមិនដែរព្រោះបើសិនយើងចង់គេងនៅលើហ្នឹងគឺយើងត្រូវតែគេងនៅកន្លែងហ្នឹងគឺមានតែមួយគត់លើភ្នំហ្នឹងហើយខ្ញុំប្រាប់តម្លៃតាមក្រោយបន្ទប់គេស្អាតគួរសមហើយមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់មានវេរ៉ង់ដាចេញទៅមើលទេសភាពខាងក្រៅហើយក៏គេមានអាហារពេលព្រឹកឲ្យដែរតែបើនិយាយពីតម្លៃវិញសម្រាប់ខ្ញុំគឺថ្លៃបន្ទប់ដែលខ្ញុំកក់នេះមួយយប់$150មិនដឹងថាខ្ញុំកក់នឹងចំភារៈដែលគេលក់ថ្លៃឬក៏មិនទេព្រោះបន្ទប់មើលទៅធម្មតាឬអាចដោយសារតែគេមានតែមួយនៅលើភ្នំហ្នឹងអញ្ចឹងជាលក្ខណៈ unique ជ្រុលជាចំណាយយើង enjoy moment ព្រឹកឡើងយើងឈរផឹកទឹកក្តៅមួយកែវមើលទេសភាពឲ្យអារម្មណ៍ស្រស់ស្រាយអីចឹងទៅហើយចាំមកញ៉ាំអាហារពេលព្រឹកថ្ងៃហ្នឹងគឺនៅលេងនៅលើបាណាហ៊ីលនឹងមួយថ្ងៃពេញនិយាយទៅមិនសិនមិញខ្ញុំមកដល់រៀងល្ងាចដែរអញ្ចឹងអត់បានថតទេថ្ងៃនេះគឺនៅលេងដល់ល្ងាចហើយចាំត្រឡប់ទៅគេងនៅដាណាង breakfast គេសម្បូរបែបតាមានបែបអឺរ៉ុបបែបអាស៊ីអញ្ចឹងយើងអាចញ៉ាំតាមចំណូលចិត្តញ៉ាំរួចហើយខ្ញុំដើរទៅលេង Golden Hand Bridge ដែលយើងហៅថាស្ពានបាត់ដៃហ្នឹងនិយាយទៅគេយ៉ាងហ្នឹងស្រួលមួយយ៉ាងដែរយើងចេញពីបន្ទប់មកដើរលេងជុំវិញនឹងបាច់ទៅណាឆ្ងាយហើយបើដើរហត់អាចចូលសម្រាប់ក្នុងបន្ទប់វិញបានពីហ្នឹងទៅស្ពានបាត់ដៃត្រូវជិះកត្រកខ្សែកាបនឹងទៀតប៉ុន្តែយើងអត់ត្រូវចំណាយថែមទេព្រោះគេ include ជាមួយនឹងថ្លៃសបុតហើយមកជិះទៅជិះមក3 4ជើងនឹងល្មមសមមកថ្លៃសបុតហ្នឹងដែរហ្នឹងឥឡូវបានមកដល់អ្នកទាំងអស់គ្នាមើលតែពីលើហ្នឹងទៅក៏ឃើញស្អាតដែរដៃដែលទ្រស្ពានឲ្យអណ្ដែតនៅក្នុងបរិយាកាសអមជាមួយនឹងទេសភាពខៀវជុំវិញមើលទៅស្អាតមែនទែនតើសារគេតែមានគំនិតច្នៃប្រឌិតអាចតាក់ទាញភ្ញៀវមួយឆ្នាំរាប់លាននាក់និយាយពីខ្ញុំនេះថាមកគេងហ្នឹងបីបានមកលេងស្ពានបាត់ដៃហ្នឹងបានពីព្រលឹមដែរមនុស្សតិចតែមានណាក្រក់មកយឺតឥឡូវមនុស្សច្រើនដែរអញ្ចឹងជឿវិជាតិគេចូលមកក្នុងផឹកដងតិចមួយសិនហើយចាំដើរទៅលេងកន្លែងផ្សេងហើយចាំត្រឡប់មកស្ពាននេះម្ដងទៀតមានអីគេមានកន្លែងឲ្យលេងថតរូបស្អាតច្រើនដែរតាមានសួនផ្កាថតរូបកន្លែងសសរនេះក៏ស្អាតដែរអង្គុយលេងមួយភ្លេតទិញនំកាក់ញ៉ាំមួយសិនឥឡូវត្រឡប់មកលើស្ពានបាត់ដៃវិញត្រឡប់មកវិញថាស្កាត់មនុស្សបានថតរូបស្អាតហើយតែមានណាមេចោះអាប់ងឹតឈឹងថតឲ្យឃើញទេសភាពដែរតែខ្ញុំនេះជំនះឈរចាំតតែមេឃឆ្លាស់វិញបាទការព្យាយាមគង់បានសម្រេចមួយសន្ទុះក្រោយមកមេឃក៏ចាប់ផ្ដើមឆ្លាស់ឡើងវិញដែលអនុញ្ញាតឲ្យយើងបានមើលទេសភាពស្អាតនិយាយពីទេសភាពស្អាតរបស់គេមែនណាចឹងបានស្ពានបាត់ដៃនឹងល្បីណាស់មិនថាតែនៅលើស្ពាននេះអ្នកទាំងអស់គ្នាចូលមកថតរូបនៅខាងក្រោមនេះក៏ឃើញស្អាតដែរបើនៅលើនឹងមនុស្សច្រើនពេកថតជាប់គេជាប់ឯងជឿវិជាតិអីអាចចូលមកថតនៅក្រោមនេះស្អាតដូចគ្នាបន្ទាប់ពីដើរលេងថតរូបអស់ចិត្តអស់ចង់ហើយឥឡូវមកញ៉ាំបាយថ្ងៃត្រង់សិនបាយនេះមើលទៅទំនងតែរៀងតលន់បន្តិចបន្ទាប់ពីញ៉ាំបាយឆ្អែតមានកម្លាំងហើយខ្ញុំក៏ដើរ explore នៅជុំវិញបាណាហ៊ីលនឹងមិនងាយបានមកណាអញ្ចឹងបានមកដល់ហើយយើងត្រូវដើរលេងឲ្យសពជុំជ្រោយនៅនេះសំណង់គេធ្វើបែបសម័យបារាំងដោយសួនកំសាន្តផ្សេងៗដែលគេសាងសង់សំណង់ឬប្រាសាទតាមលំនាំស្ថាបត្យកម្មល្បីៗលើពិភពលោកអញ្ចឹងណាដូច Universal Studio Disneyland អីចឹងគាត់នៅនេះវាអត់ធំដល់ Disneyland ទេអូនិយាយចឹងខ្ញុំភ្លេចបញ្ជាក់ត្បិតតែយើង booking គេនៅតែក្នុងបាណាហ៊ីលនេះមែនតែយើងត្រូវទិញសំបុត្រចូលលេងដូចធម្មតាគ្រាន់តែយើងជាភ្ញៀវដែលគេងនៅហ្នឹងយើងបានតម្លៃពិសេសជាងភ្ញៀវមកពីក្រៅដែលតម្លៃម្នាក់$22ហើយបើសិនជាភ្ញៀវមកពីក្រៅម្នាក់$37នេះបើយើងកក់តាមអនឡាញតែបើសិនជាទិញផ្ទាល់ខ្ញុំអត់ច្បាស់ដែរហើយខ្ញុំនិយាយជាលុយដុល្លារហ្មងទៅព្រោះជាលុយដងវាច្រើនពេកចាប់ពីរសៀលទៅគេក៏មានការសម្ដែងផ្សេងៗទៅតាមកម្មវិធីហើយយើងក៏អាចជិះឡានបុកគ្នាជិះទងវល់អីលេងដូចជាមានអីផ្សេងទៀតតែខ្ញុំថតអត់អស់បាទនេះវិញដើរចូលក្នុងពលឺឡាស៊ែរដូចឆ្លងភពអញ្ចឹងល្ងាចឡើងគេក៏មានកន្លែងផឹកស៊ីមានតន្ត្រីកំដរដែលយើងអាចនៅដល់យប់បានមិនថាភ្ញៀវដែលស្នាក់នៅនេះឬភ្ញៀវមកពីក្រៅទេព្រោះនៅនេះគេបិទដល់ម៉ោង10យប់ហើយកត្រកខ្សែកាបត្រឡប់ទៅវិញជើងចុងក្រោយម៉ោង4កន្លះអញ្ចឹងខ្ញុំក៏នៅដល់យប់ពេកទៅញ៉ាំអីហើយបានត្រឡប់ទៅដាណាងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាវីដេអូក្រោយខ្ញុំនឹងបង្ហាញពីកន្លែងដើរលេងមួយដែលមិនគួររំលងពេលបានមកដល់ដាណាងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ